នឹងលើកឡើងអំពីបាទការដោះដូរកីឡាករនៅក្នុងបាទក្របខ័ណ្ឌ Cameroon Premier League វិញម្ដងយើងឃើញថាមួយរយៈពេលនេះបាទការដោះដូរបាទកីឡាករមានបន្ទះបញ្ចេញជាតិរំអិលជួយឲ្យអ្នកកោសបានស្អាតនិងរលូនល្អនៅក្នុងក្របខ័ណ្ឌ Cameroon Premier League ឬក៏លីកកម្ពុជាកម្ពុជារបស់យើងគឺកំពុងតែមានការចាប់អារម្មណ៍ខ្លាំងបាទ poster ដែលនៅខាងក្រោយយើងខ្ញុំទៅវានេះហើយគឺកំពុងតែផ្ដល់នៅសញ្ញាគឺមានន័យថាតាក់ទងជាមួយនឹងក្រុមបាល់ទាត់ព្រះខារីស្វ័យរៀងក៏កំពុងតែធ្វើមានព្យុះមានភ្លៀងបាទតាក់ទងជាមួយនឹងការដោះដូរកីឡាករនេះចាស់ស្ដីបាទប្រិមិត្តបានជ្រាបគ្រប់ជាបានស្គាល់ហើយបាទកីឡាករបាទ Yudai Okawa ដែលជាកីឡាកររបស់ក្រុមជម្រើសជាតិបាទគោព្រៃកម្ពុជាក៏ជាអតីតកីឡាកររបស់ក្រុមបាទភ្នំពេញ Ground បាទដូច្នេះជាកីឡាករបាទ key player ដ៏សំខាន់របស់បាទក្លឹបភ្នំពេញ Ground ឥឡូវនេះបាទ Yudai ក៏បានសម្រេចនៅក្នុងការចាក់ចេញបាទពីក្លឹបបាទភ្នំពេញ Ground ក្រោយការរួមរស់រយៈពេលបាទជាច្រើនរដូវកាលបាទសម្រាប់ Yudai Okawa បន្ទាប់មកឥឡូវនេះគឺថាសម្រាប់ Yudai ក៏បានប្រកាសនៅក្នុងការចូលរួមជាមួយនឹងក្រុមបាល់ទាត់បាទព្រះខារីស្វ័យរៀងហើយបាទមិនត្រឹមតែប៉ុណ្ណោះទេបាទប្រិមត្តក៏ចាប់អារម្មណ៍មួយទៀតដែរបាទគឺកីឡាករបាទសឿតបារាំងបាទសឿតបារាំងនោះក៏ជាកីឡាករនៃក្រុមជម្រើសជាតិកម្ពុជាដូចគ្នាហើយក៏ជាកីឡាកររបស់ក្លឹបបាទភ្នំពេញ Ground ដូចគ្នាបាទឥឡូវនេះបាទYudaiទៅមួយហើយបាទថែមទាំងមានសឿតបារាំងទៅម្នាក់ទៀតបាទអញ្ចឹងមានន័យថាទាំងបំរើបាទទាំងការពារស្លាប់បាទរបស់ព្រំពេញ Ground គឺបានទៅចូលរួមជាមួយនឹងព្រះខារីស្វ័យរៀងវាជាឱកាសដែរសកាដោយសារតែសម្រាប់ព្រះខារីស្វ័យរៀងគឺត្រូវមានកាតព្វកិច្ចប្រកួតក្រៅពីការប្រកួតនៅក្នុងលីកពានរង្វាន់ Cup នៅក្នុងស្រុកពានរង្វាន់បើករដូវកាលក៏ដូចជាពានរង្វាន់នៅឯកម្រិតទ្វីបបាទដែរបាទទ្វីបអាស៊ីដែរអញ្ចឹងការប្រកួតច្រើនកីឡាករក៏មកមានញឹកច្រើនហើយក៏មានក៏អាចនឹងមានឱកាសក្នុងការជាប់ជាមួយជាតិអីបន្តទៀតអញ្ចឹងណាបាទតើតើជាមួយនឹងកីឡាករទាំងពីរនេះបាទប្រិមិត្តបានជ្រាបហើយគឺទាំងកីឡាករបាទ Yudai Okawa ក៏ដូចជាកីឡាករបាទសឿតបារាំងគឺបានប្រកាសនៅក្នុងការចូលរួមជាមួយនឹងក្លឹបបាទភ្នំពេញសំទោសបាទគឺព្រះខារីស្វ័យរៀងមកជាផ្លូវការហើយបន្ទាប់ពីការប្រកាសបាទចាក់ចេញពីក្លឹបបាទភ្នំពេញ Ground បាទហើយក៏មានចម្ងល់ក៏ដូចជាការលើកឡើងបាទតាក់ទងជាមួយនឹងកីឡាករបាទវ័យក្មេងរបស់បាទក្រុមនេះខៀវបង្កេតបាទនោះគឺកីឡាករបាទសៀងចន្ទធាបាទយើងឃើញតាមរយៈពេលនេះបាទក្លឹបបាទព្រះខារីស្វ័យរៀងគឺកំពុងតែប្រម៉ែប្រមូលធនធានកីឡាករតែម្ដងមានន័យថាដើម្បីត្រៀមការប្រកួតនានាជាពិសេសគឺពានរង្វាន់បាទ Cameroon Premier League បាទក៏ដូចជាពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាទក៏ដូចជាបាទពានរង្វាន់ AFC បាទ Champions League 2បាទការប្រកួតអញ្ចឹងយើងឃើញតាក់ទងជាមួយនឹងកីឡាករក៏ត្រូវតែជាកីឡាករដែលមានសមត្ថភាពបាទមានបទពិសោធន៍បាទជាពិសេសយើងឃើញទាំង Yudai ទាំងសឿតបារាំងសិតតែមានបទពិសោធន៍ជួបជាំបាទជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាតែម្ដងបាទដូច្នេះអ្វីដែលយើងចាប់អារម្មណ៍បាទសម្រាប់កីឡាករបាទ Yudai Okawa បាទប្រិមិត្តអ្នកតាមដានបាទប្រកាសជាស្គាល់រូបគេហើយពីព្រោះកីឡាករបាទ Yudai ក៏ទើបតែបានមកចូលរួមជាមួយនឹងក្រុមជម្រើសជាតិរបស់គោព្រៃកម្ពុជាហើយក៏ជាកីឡាករដែលចូលរួមចំណែកនៅក្នុងការជួយឲ្យក្រុមជម្រើសជាតិរបស់កម្ពុជាមានឱកាសនៅក្នុងការប្រកួតប្រជែងក៏ដូចជាការបរិបទនៃការចូលសញ្ជាតិណាកីឡាករដែលចូលសញ្ជាតិអញ្ចឹងជាចលករមួយសម្រាប់ការផ្លាស់ប្ដូរបាទតកតងជាមួយនឹងទម្រង់លេងបាទនៅលើទីលានផងដែរដូច្នេះបើយើងចាប់អារម្មណ៍អំពីបាទកីឡាករបាទ Yudai Okawa បាទជំរាបជូនមកប្រិមិត្តហើយលោកប្រិមិត្តមួយចំនួនមិនទាន់បានជ្រាបអំពីកីឡាករបាទ Yudai មែនតើទៅបាទសម្រាប់ Yudai មកគិតមកដល់ពេលនេះគឺមានវ័យបាទឈានចូល28ឆ្នាំហើយបាទហើយរូបគេកើតនៅក្នុងបាទទីក្រុងKanagawa បាទរបស់ប្រទេសជប៉ុនបាទហើយសម្រាប់ការដែលគេចូលរួមបាទជាមួយនឹងក្លឹបកាលពីយុវជនបាទគេហាត់នៅជប៉ុនបាទរូបគេបានហាត់នៅជប៉ុនក៏ដូចជាបាទចូលរួមជាមួយនឹងក្លឹបបាទនៅ High School របស់ជប៉ុនដែរបន្ទាប់មកក៏ចាប់ដើមបាទចូលរួមជាមួយនឹងក្លឹបបាល់ទាត់អាជីពតែម្ដងគឺ FC បាទ Gifu ដែលកាលនោះគឺរដូវកាល2015 2016បាទ Yudai បង្ហាញខ្លួនបាន3ប្រកួតបន្ទាប់មកក៏ចាប់ដើមផ្លាស់បាទចូលរួមជាមួយនឹង Witso បាទ Lot 2017រដូវកាល2018 Yudai ក៏មានឱកាសនៅក្នុងការមកចូលរួមជាមួយនឹងលីកកម្ពុជាកម្ពុជាដែលកាលនោះគឺចូលរួមជាមួយនឹងបាទ TV Ami FC បាទកងយុទ្ធភូមិខេមរៈភូមិន្ទបាទឬក៏ក្រុមតបណាបាទចូលរួមជាមួយនឹង TV Ami រដូវកាល2018ដល់2019ក៏Yudai Okawa បាទផ្លាស់ទៅចូលរួមជាមួយនឹងអង្គរ Tiger
បាទអញ្ចឹងរដូវកាល2019 2020រដូវកាល2021យូដៃក៏ផ្លាស់មកចូលរួមជាមួយនឹងក្លឹបបាទភ្នំពេញក្រោនអញ្ចឹងមានន័យថារយៈពេលការរួមរស់ជាមួយនឹងភ្នំពេញក្រោនបាទចូល75រដូវកាលដែរបាទ2021ដល់2025អញ្ចឹងសម្រាប់បាទការដែលមិនបន្តកុងត្រាបាទជាមួយនឹងភ្នំពេញក្រោនបាទសម្រាប់យូដៃនេះគឺរូគេបានទៅចូលរួមជាមួយនឹងបាទក្លឹបព្រះខ័នរាជស្វាយរៀងរួចទៅហើយបាទដោយសារតែទី1ខ្ញុំគិតថាយូដៃអាចនឹងគាត់សម្លឹងមើលឱកាសនៅក្នុងការប្រកួតប្រជែងថ្មីពីព្រោះតែបាទក្លឹបព្រះខ័នរាជស្វាយរៀងបាទប្រិមិត្តបានជ្រាបហើយការប្រកួតទាំងនៅក្នុងលីកកម្ពុជាកម្ពុជាក៏ដូចជាពានរង្វាន់របស់សម្ដេចបាទក៏ដូចជាពានរង្វាន់បាទនៅទ្វីបអាស៊ីរបស់យើងពានរង្វាន់ AFC នោះគឺព្រះខ័នរាជស្វាយរៀងគឺពិតជាធ្វើបានល្អបាទពិតជាធ្វើបានល្អដូច្នេះកត្តានេះហើយដែលធ្វើឲ្យយូដៃនៅក្នុងការសម្រេចចិត្តទៅចូលរួមបាទហើយសម្រាប់យូដៃក៏រដូវកាល2023បានចូលរួមបាទជាមួយនឹងក្រុមជម្រើសជាតិបាទគូប្រេកម្ពុជារបស់យើងបាទហើយមួយវិញទៀតបើនិយាយអំពីកីឡាករបាទស៊ឺតបារាំងបាទស៊ឺតបារាំងបាទប្រិមិត្តបានជ្រាបហើយគឺថាកីឡាករដែលល្បឿនលឿនបាទបកកែក្រោសបកកែកាត់បាទបាល់ចូលនោះគឺផ្លាំងចូលនោះគឺគ្រូគេក៏បានទៅចូលរួមជាមួយនឹងយូដៃដែរនៅប្រទេសស្វាយរៀងបាទសម្រាប់បាស៊ឺតបារាំងអញនិយាយបានថានៅវ័យក្មេងទេបាទបារាំងវ័យតែ25ឆ្នាំទេបាទហើយរូគេមានដើមកំណើតបាទនៅឯបាទខេត្តសៀមរាបបាទអញ្ចឹងអ្នកសៀមរាបណាបងប្អូនណាបាទអញ្ចឹងបើទូនីតិរបស់គាត់គឺលេងនៅខ្សែការពារបាទស្លាប់ខាងឆ្វេងបាទបើនិយាយអំពីកីឡាករស៊ឺតបារាំងគឺជាថ្នាយុវជនរបស់ភ្នំពេញក្រោនតែម្ដងបាទជាថ្នាយុវជនហាត់តាំង2011ដល់2016បាទ2016ចាប់ដើមបង្ហាញខ្លួនឲ្យបាទភ្នំពេញក្រោនជុតធំបង្ហាញខ្លួនបានច្រើនប្រកួតមែនទែនបាទសម្រាប់បាទស៊ឺតបារាំងបាទ2016រហូតដល់2020បាទ160ប្រកួតបាទបង្ហាញខ្លួនបាន160ប្រកួតសូមចូលទីបានក្នុងក្របរដូវកាល2021ក៏ខ្ចីជើងបាទត្រូវបានក្លឹបអង្គរ Tiger នឹងខ្ចីជើងបាទ2021បង្ហាញខ្លួនបាន15ប្រកួតហើយសម្រាប់បើនិយាយពីក្រុមជម្រើសជាតិកម្ពុជាវិញស៊ឺតបារាំងជាប់តាំងពីអ៊ុយ19បាទ2016នេះជាប់អ៊ុយ19បង្ហាញខ្លួនបាន3លើក2017 2022ជាប់បាទអ៊ុយ22របស់ក្រុមជម្រើសជាតិកម្ពុជាបាទបង្ហាញខ្លួនបាន5ប្រកួតដែរ2019ដល់2022បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបាទអ៊ុយ23អាយុក្រោម23ឆ្នាំបង្ហាញខ្លួនបាន6ប្រកួតរដូវកាលឆ្នាំ2017គឺចាប់ដើមជាប់ឲ្យក្រុមជម្រើសជាតិបាទគូប្រេកម្ពុជាឈុតធំតែម្ដងបាទអញ្ចឹងបើសរុបទៅការប្រកួតរបស់ក្រុមជម្រើសជាតិឈុតធំបារាំងបង្ហាញខ្លួនបាន15ប្រកួតដែរបាទអញ្ចឹងយើងឃើញថាសម្រាប់កីឡាករបាស៊ឺតបារាំងបាទប្រិមិត្តបានឃើញអំពីសមត្ថភាពក៏ដូចជាគុណភាពនៅលើទីលានរបស់រូគេហើយដែលជាខ្សែការពារបាទស្លាប់ខាងឆ្វេងអញ្ចឹងយើងឃើញហើយសម្រាប់តំបន់ការពារស្លាប់សំខាន់ណាបាទបើសិនជាមានកីឡាករខ្សែប្រយុទ្ធនៅចាំបញ្ចប់ទីហើយកីឡាករខ្សែការពារស្លាប់អាចគាត់មានឱកាសនៅក្នុងការទាញបាល់អូសបាល់ឡើងទៅលើគាត់គ្រុសចូលឱកាសភាគរយក៏ច្រើនដូចគ្នាអ្វីដែលខ្ញុំចាប់អារម្មណ៍សម្រាប់បខារីស្វាយរៀងមកដល់ពេលបច្ចុប្បន្ននេះគឺសម្បូរទៅដោយធនធានកីឡាករទាំងកីឡាករនៅក្នុងស្រុកក៏ដូចជាកីឡាករបរទេសបាទជាក់ស្ដែងប្រិមិត្តបានជ្រាបហើយកីឡាករមកពីប្រេស៊ីលក៏មានបាទកីឡាករការរបស់ជប៉ុនណាក៏មានជាខ្សែការពារអូដាបារ៉ាបាទរបស់ជប៉ុនហ្នឹងក៏មានដូចគ្នាដែរបាទនៅលីកកម្ពុជាកម្ពុជារបស់យើងអនុញ្ញាតឲ្យមានកីឡាករបរទេសបាទឲ្យមានកីឡាករបរទេស5រូបក្នុងនោះត្រូវមានអាស៊ី1រូបបាទកូតាកីឡាករអាស៊ានលែងមានទៀតហើយបាទអញ្ចឹងបើនៅប្រកាសនេះស្វែងរៀងបច្ចុប្បន្នមានតែ4ទេកាបាទបច្ចុប្បន្ននេះមានយូដៃនៅឯងហើយនឹងខ្សែបំរើកណ្ដាល1រូបទៀតជាជប៉ុនដែរជាងជប៉ុន2ហើយប្រេស៊ីលមានគ្រីស្ទៀនហើយនឹងមានមួយទៀតគឺឡាវកូតាអាស៊ីហ្នឹងគឺប៊ូបចាន់បាទអញ្ចឹងប្រកាសនេះស្វែងរៀងនៅខ្វះកីឡាករបរទេស1រូបទៀតបាទសរុបទៅ5រូបណាប៉ុន្តែក៏មានក្លឹបខ្លះបញ្ចូលកីឡាករបរទេសលើសដែរទៅខាប៉ុន្តែគាត់ថានៅក្នុងការប្រកួតនៅក្នុងទីលានអត់អាចបាទឲ្យលើសពីនីតិក្រមឬក៏ក្បួនច្បាប់របស់ Camden Premier League ទេបាទតែការចុះឈ្មោះអាចចុះឈ្មោះលើបានបាទអញ្ចឹងយើងស្ដែងតាក់ទងជាមួយនឹងកីឡាកររបស់
ប្រខែស្វ័យរៀងគឺថាប្រិមិត្តបានស្គាល់ច្រើនហើយបន្ទាប់ពីការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFC Challenge League កន្លងទៅតែទៅជាមួយនឹងកីឡាករគ្រីស្ទៀនបាទគ្រីស្ទៀនក៏ប្រិមិត្តចាប់អារម្មណ៍ដែរថាអាចនឹងថាបើសិនជាលេងជាមួយប្រខែស្វ័យរៀងយូរទៅអាចនឹងមានឱកាសនៅក្នុងការបង្ហាញខ្លួនឲ្យក្រុមជំនួយជាកម្ពុជាគាត់ត្រូវការតែមួយឆ្នាំក្រោយទេសកាបាទគ្រីស្ទៀនណាត្រូវការតែមួយឆ្នាំក្រោយទេគឺគ្រប់លក្ខខណ្ឌ5ឆ្នាំហើយនៅកម្ពុជារបស់យើងប៉ុន្តែសម្រាប់នៅក្នុងការផ្ដល់សិទ្ធិឬក៏សញ្ជាតិហ្នឹងគឺទៅតាមគោលការណ៍ផ្សេងបាទអញ្ចឹងមិនប្រកាសថាលេង5ឆ្នាំបានជាប់ជាតិទេសកាគឺកាលអធិស្ឋានបងប្អូននិយាយភាសាសាមញ្ញនិយាយត្រង់តិចជាតិអត់ត្រូវការក៏មិនអនុញ្ញាតជួនកាលទៀតកីឡាករដល់5ឆ្នាំហើយប៉ុន្តែអត់ចង់ចូលជាតិក៏ថាបានបាទអញ្ចឹងអាស្រ័យទៅលើភាគីទាំងសងខាងណាបាទអញ្ចឹងតើទៅជាមួយនឹងកីឡាករទាំងពីរទាំងកីឡាករបាទយូដៃអូកាវ៉ាក៏ដូចជាកីឡាករបាទស៊ឺតបារាំងគឺបានចូលរួមជាមួយនឹងបាទប្រខែស្វ័យរៀងរួចរាល់ហើយតែឡែកនៅតែកីឡាករមួយរូបដែលប្រិមិត្តកំពុងតែតាមដានបាទយកចិត្តទុកដាក់តើទៅជាមួយនឹងការផ្លាស់ប្ដូរដ៏ធំបាទនៅក្នុងការដោះដូរទីផ្សារកីឡាករនៃលីកកំពូលកម្ពុជារបស់យើងគឺរងចាំមើលកីឡាករសៀងចន្ទធាបាទពីព្រោះមករយៈពេលនេះព័ត៌មាននៅក្នុងបណ្ដាញសង្គមគឺថាសម្រាប់សៀងចន្ទធាក៏កំពុងតែបដិសេធមានន័យថាការប្រកួតជាលក្ខណៈធួណាជាមួយនឹងក្លឹបបឹងកេតបាទអញ្ចឹងយើងអត់ទាន់ដឹងចម្លើយពិតថាតើចេតនារបស់សៀងចន្ទធានឹងកំពុងតែចរចាជាមួយនឹងក្លឹបបាល់ទាត់បាទប្រខែស្វ័យរៀងឬក៏សៀងចន្ទធាចង់បន្តនៅជាមួយនឹងបឹងកេតបន្តទៀតបាទតាមខ្ញុំគិតទៅប្រហែលជាភាគរយខ្ពស់ហើយចូល8ទៅ90%ដែលខ្ញុំគិតថាសៀងចន្ទធាអាចនឹងទៅព្រោះថាមហាជនច្រើនណាស់បានលើកឡើងទៅលើចំណុចនេះហើយវាជាឱកាសមួយសម្រាប់សៀងចន្ទធាដែរលោកស្រីពុទ្ធធីតាក៏លោកបាន post status មួយដែរខ្ញុំចាប់អារម្មណ៍ថាអ្វីលោកបានធ្វើឲ្យនេះជាការសម្រេចចិត្តរបស់កីឡាករទេហើយបាល់ទាត់គឺអញ្ចឹងហើយអញ្ចឹងមានន័យថាអាចនឹងគាត់ចង់ផ្ដោតអារម្មណ៍ទៅលើកីឡាករសំខាន់ជាពិសេសសៀងចន្ទធាតែម្ដងហើយខ្ញុំក៏សប្បាយចិត្តសប្បាយរីករាយដែរប្រសិនបើក្នុងករណីដែលសៀងចន្ទធាអាចទៅរួមរស់ក៏ដូចជាចូលរួមជាមួយនឹងប្រខែស្វ័យរៀងបានបាទវាជាឱកាសថ្មីមួយដែរបាទសម្រាប់គាត់បាទអញ្ចឹងបើសិនជាកីឡាករបាទសៀងចន្ទធាមានឱកាសនៅក្នុងការចូលរួមជាមួយនឹងប្រខែស្វ័យរៀងយើងនឹងឃើញធនធានកីឡាកររបស់កម្ពុជារបស់យើងបង្ហាញបាទនៅលើឆាកអន្តរជាតិជាពិសេសដោយសារតែបាទក្លឹបបាល់ទាត់បាទប្រខែស្វ័យរៀងគឺកំពុងតែមានឱកាសនៅក្នុងការប្រកួតប្រជែងនៅក្នុងពានរង្វាន់ AFC បាទ Challenge League បាទ Challenge League ដូចជា Sophie Cup បាទ Sophie Cup បាទអញ្ចឹងចាស់ស្ដាយយើងឃើញហើយបើសិនជាសៀងចន្ទធាគាត់ទៅចូលរួមឱកាសនៅក្នុងការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ទាំងនោះគឺបាទគឺជាឱកាសមាសសម្រាប់គាត់តែម្ដងបាទបើសិនជាគាត់មិនចូលរួមគឺហាក់ដូចជាសោកស្ដាយពីព្រោះតាមដែលខ្ញុំចាំកីឡាករបាសៀងចន្ទធាក៏ធ្លាប់លើកឡើងដែរថារូគេមានបំណងនៅក្នុងការផ្លាស់ទៅលេងបាទនៅលីកដតីបាទនៅលីកដតីជាពិសេសបើធ្លាប់ដែលគាត់លើកឡើងនោះក៏ធ្លាប់លើកឡើងថាគាត់ចង់ទៅលេងនៅលីករបស់អេស្ប៉ាញទៀតនោះប៉ុន្តែគាត់តែជាគោលដៅបន្តបន្សំបាទជាគោលដៅមួយគឺគាត់ចង់ឲ្យខ្លួនគាត់បានទៅលេងនៅលីករបស់ជប៉ុនសិនបាទឥឡូវនេះសម្រាប់សៀងចន្ទធាក៏ធ្លាប់បានទៅលេងនៅលីករបស់កាតាដែរបាទអញ្ចឹងអាចជា credit របស់គាត់បើសិនជាគាត់មកចូលរួមជាមួយនឹងប្រខែស្វ័យរៀងទៀតគាត់បង្ហាញខ្លួនឲ្យប្រខែស្វ័យរៀងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាពិសេសនៅក្នុងតំបន់អាស៊ីទៀតខ្ញុំគិតថារត់តែលេចធ្លោបាទសម្រាប់សៀងចន្ទធាបាទអញ្ចឹងមានតែរងចាំក៏ដូចជាមានព័ត៌មានអ្វីដែលថ្មីបាទតាក់ទងជាមួយនឹងកីឡាករបាទសៀងចន្ទធាយើងខ្ញុំពីអ្នកនឹងជំរាបជូនបាទប្រិមិត្តបាទជាបន្តទៀត